ជំរាបសួរប្រិយមិត្តសម្រាប់វីដេអូនេះខ្ញុំសូមលើកនិយាយអំពីរិស័យឆ្នាំមមែសម្រាប់ឆ្នាំ2025សម្រាប់នៅក្នុងឆ្នាំ2025នេះដែរតារាសម្ដែងទី1របស់ឆ្នាំមមែគឺ Bright Halls អញ្ចឹង Bright Hall នេះគឺសំដៅទៅលើឱកាសក្នុងការបញ្ចេញស្នាដៃរបស់អ្នកអាចនិយាយថាប្រសិនបើអ្នកនៅកន្លែងធ្វើការឬក៏ជាអ្នកដែលបញ្ចេញស្នាដៃនៅកន្លែងណាមួយគឺនឹងឆាប់មានគេកត់ចំណាំទុកនៅគេហៅថាស្នាដៃនឹងដងរបស់អ្នកផងដែរសម្រាប់បងប្អូនដែលអត់ទាន់ដឹងអំពីថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតរបស់ខ្លួនថាខ្លួនឯងកើតនៅក្នុងរាសីចាក់អ្វីខ្លះអញ្ចឹងបងប្អូនអាចdownload app ឈ្មោះថា Apache Code នៅក្នុង Play Store សម្រាប់តែទូរស័ព្ទ Android តែប៉ុណ្ណោះអញ្ចឹងខ្ញុំនឹងដាក់តំណ link នៅខាងក្រោមដើម្បីឲ្យងាយស្រួល download ឬក៏បងប្អូនអាច search នៅក្នុង Google Play ដោយវាយពាក្យថា Apache Code ហើយនឹងឃើញដូចរូបដែលខ្ញុំដាក់បង្ហាញនេះសម្រាប់នៅក្នុង app នេះផងដែរក៏មានfeature មួយចំនួនផ្សេងផងដែរមិនមែនមានតែមើលតែរិស័យបាយជឺតែមួយមុខទេបាទសម្រាប់បងប្អូនដែលប្រើទូរស័ព្ទដទៃដូចជា iPhone ឬក៏ប្រើនៅលើ computer ឬក៏ laptop ជាដើមអញ្ចឹងបងប្អូនអាចបើកនៅលើ website ឈ្មោះថា apachecode.com លទ្ធផលគឺចេញដូចគ្នាបាទតាំងលើដូចនឹង app នៅក្នុងទូរស័ព្ទដៃ Android ដែរគឺអញ្ចឹងបងប្អូនអាចប្រើគ្រប់ device ទាំងអស់ជាលក្ខណៈបើកនៅលើ website ហើយសម្រាប់បងប្អូនដែលគាត់អត់ចេះប្រើ website អត់ចេះបញ្ចូលអីហ្នឹងអញ្ចឹងបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះនៅថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតរបស់បងប្អូនជាលេខបារាំងបាទជាថ្ងៃខែបារាំងខ្ញុំនឹង reply ទៅវិញនៅលទ្ធផលនៃថ្ងៃខែឆ្នាំកំណើតបងប្អូនថាមានកើតនៅក្នុងរិស័យចាក់អ្វីខ្លះហើយសម្រាប់ដំណ link website នេះខ្ញុំនឹងដាក់នៅខាងក្រោមនៅក្នុង description ជាងបងប្អូនអាចចុចដំណ link ខាងក្រោមហ្នឹងទៅអាចបើកចូលទៅក្នុងកាន់ website ជាមិនខានសម្រាប់តារាសាស្ត្របន្តទៀតគឺ traveling horse អញ្ចឹងតារាសាស្ត្រនេះអាចធ្វើឲ្យលោកអ្នកមានការធ្វើដំណើរផ្លាស់ទីច្រើនឬក៏អាចថាមានការផ្លាស់ប្ដូរទីលំនៅឋានឬក៏ការងារផងដែរចំណែកឯតារាសាស្ត្របន្តទៀតគឺ prosperity medal អញ្ចឹងសម្រាប់តារាសាស្ត្រនេះគឺឥទ្ធិពលរបស់វាគឺសំដៅទៅលើគេឈ្មោះហើយនឹងការឡើងមុខតំណែងតែខ្ញុំសូមបញ្ជាក់រឿងមួយតារាសាស្ត្រដែលខ្ញុំបានរាប់ពីមុននេះអត់សូវជាមានឥទ្ធិពលខ្លាំងប៉ុន្មានទេនិយាយឲ្យខ្លីទៅគឺអាចនិយាយថាជាតារាសាស្ត្រតូចៗជាផ្កាយតូចៗដែលមានឥទ្ធិពលតិចតួចសម្រាប់រាសីចក្ររបស់សត្វមមែនេះឯងឥឡូវយើងចូលមកដល់តារាសាស្ត្រមិនល្អវិញអញ្ចឹងតារាសាស្ត្រមិនល្អគឺមានដូចជា Leopard tail ហើយនិង separating edge អញ្ចឹង Leopard tail បបកជាខ្មែរថាកតុយខ្លារខិនហើយ separating edge មានន័យថានៅម្នាក់មួយជ្រុងកន្លែងហ្នឹងណាអញ្ចឹងមានន័យថាឥទ្ធិពលរបស់វាគឺសំដៅទៅលើចំនួនការឆ្លោះប្រកែកគ្នាហើយចំណុចទី2គឺតាក់ទងនឹងការធ្លាក់ចូលអន្ទាក់អ្នកដទៃឬក៏ចាញ់បោកគេនឹងឯងហើយមួយទៀតអាចជាកើតជំងឺរ៉ាំរ៉ៃអញ្ចឹងកន្លែងហ្នឹងយើងគួរតែពិនិត្យសុខភាពសម្រាប់ឆ្នាំ2025កុំឲ្យធ្លាក់ខ្លួនទៅជំងឺរ៉ាំរ៉ៃតន់ហើយចំណុចទី4គឺប្រយ័ត្នពាក្យសម្ដីមុននឹងនិយាយស្ដីជួនកាលយើងនិយាយត្រូវតែខុសកលតិស័កខុសមនុស្សក៏ថាបានកន្លែងហ្នឹងហើយមួយទៀតឥទ្ធិពលរបស់ separating edge ហ្នឹងគឺមានន័យថានៅម្នាក់មួយជ្រុងហ្នឹងគឺនឹងធ្វើឲ្យបាត់បង់នៅការទំនាក់ទំនងហើយចំណុចចុងក្រោយគឺភាពជាប់គាំងដូចជាការងារដូចជា
វាថាដំណើរការអ្វីមួយយើងធ្វើទៅវាអត់សូវរលូនរបៀបហ្នឹងឯងចំណែកឯតារាសាស្ត្រមិនល្អបន្តទៅទៀតគឺតកតងនឹង Mansa ហើយនឹង Flying Chess ចឹងឥទ្ធិពលរបស់វាគឺមានដូចជាឆ្លោះប្រកែកគ្នានិយាយដើមគេនិយាយដើមមិនមែនយើងនិយាយដើមគេទេដូចជាកើតឧបទ្ទវហេតុឬក៏មានឧបសគ្គឬក៏ចុងក្រោយនេះទទួលថ្មបាក់បាទអញ្ចឹងទទួលថ្មបាក់នេះដូចរបៀបថាប្រសិនបើយើងនៅកន្លែងធ្វើការយើងទទួលការងារដែលគេមិនអាចសម្រេចបានឬក៏ថាការងារដែលពិបាកគេតម្លាក់មកលើយើងអញ្ចឹងណាអាហ្នឹងតកតងនឹងការទទួលថ្មបាក់ហើយចំណុចនេះយើងអាចថាដោយសារតែយើងមានprice hall ដែលនៅខាងដើមវីដេអូគឺតកតងនឹងការបញ្ចេញនៅសមត្ថភាពនៅទេពកោសល្យរបស់យើងអញ្ចឹងប្រសិនបើយើងទទួលថ្មបាក់មែនប៉ុន្តែប្រសិនបើយើងអាចរ៉ាប់រងការងារនេះបានអាចទៅជាមានការpromotion ឡើងមុខតំណែងផងដែរអញ្ចឹងមានន័យថាប្រសិនបើយើងអាចទប់ទល់បានគេហៅថាពិបាកមុនសំណុកក្រោយកន្លែងហ្នឹងណាចំណែកឯតារាសាស្ត្របន្តទៀតគឺមិនល្អទៀតហើយគឺតកតងនឹងfuneral ហើយនឹង funeral door អញ្ចឹងពាក្យនេះដូចវាអត់សូវល្អយើងមិនបាច់បកជាខ្មែរទេអញ្ចឹងតារាសាស្ត្រមិនល្អទាំងពីរនេះគឺផលវិបាករបស់វាគឺតកតងនឹងបញ្ហាសុខភាពបាត់បង់លុយកាក់ឬក៏រងរបួសស្នាមទទួលនៅឧបសគ្គហើយនឹងអាចថាទទួលបាននៅព័ត៌មានមិនល្អពីខាងក្រៅមកផងដែរឥឡូវយើងចូលមកដល់ខែល្អវិញសម្រាប់ខែល្អគឺខែមីនាអញ្ចឹងនៅក្នុងខែមីនាយើងមានផ្កាយសំណាងនាំមកនៅភាពរីករាយហើយនឹងសំណាងផ្នែកហិរញ្ញវត្ថុហើយក៏អាចមានសំណាងក្នុងការធ្វើដំណើរផងដែរសម្រាប់ខែល្អមួយទៀតគឺជាខែមិថុនាអញ្ចឹងក្នុងខែមិថុនាផ្កាយនាំសំណាងមកទៀតគឺសំដៅទៅលើភាពជោគជ័យនៅក្នុងអាជីពហើយនឹងសំណាងផ្នែកហិរញ្ញវត្ថុសម្រាប់ខែល្អចុងក្រោយគឺជាខែវិច្ឆិកាអញ្ចឹងខែវិច្ឆិកាយើងអាចបង្កើនគេឈ្មោះអាចឡើងមុខតំណែងហើយនឹងមានភាពសុខដុមរមនាផងដែរឥឡូវយើងចូលមកដល់ខែមិនល្អវិញអញ្ចឹងខែមិនល្អគឺជាខែកក្កដាអញ្ចឹងនៅក្នុងខែកក្កដាយើងអាចជាមានទំនោរទៅបាត់បង់លុយកាក់ហើយនឹងអាចថាមានបញ្ហាសុខភាពខែមិនល្អមួយទៀតគឺជាខែតុលាអញ្ចឹងខែតុលាជៀសវាងចំនួនឆ្លោះប្រកែកគ្នាហើយនឹងការលោភលន់និងភាពអាត្មានិយមរបស់ខ្លួនហើយមួយទៀតត្រូវប្រុងប្រយ័ត្នក្នុងការធ្វើដំណើរសម្រាប់ខែមិនល្អចុងក្រោយគឺជាខែមករាឆ្នាំ2026អញ្ចឹងយើងមានទំនោរទៅរកការចាយលុយខ្ជះខ្ជាយហើយនឹងជួបបញ្ហាសុខភាពសម្រាប់ទិដ្ឋភាពទូទៅវិញគឺចំណុចទី1មានន័យថាឆ្នាំមមែរាសីចក្រមមែគឺពុំមានផ្កាយសំណាងណាជាដុំកំភួនទេអញ្ចឹងផ្កាយសំណាង1 2 3ដែលខ្ញុំរាប់ពីដំបូងហ្នឹងគ្រាន់តែជាផ្កាយសំណាងបន្ទាប់បន្សំផ្កាយតូចឥទ្ធិពលតិចតែប៉ុណ្្នឹងឯងហើយចំណុចទី2គឺផ្កាយមិនល្អនោះវាច្រើនតែមែនតើបើនិយាយអំពីលេខរៀងឆ្នាំ2025នេះឆ្នាំមមែឬក៏រិស័យចក្រមមែហ្នឹងគ្រប់មិនមែនថាឆ្នាំទេខែថ្ងៃម៉ោងក៏ដោយគឺគេឲ្យលេខរៀងទី11ឬក៏12នោះមានថានៅក្រោមនៅបាតតារាងអញ្ចឹងណាសម្រាប់ជាការផ្ដល់យោបល់វិញអញ្ចឹងចំណុចទី1ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់សមាជិកគ្រួសារ
ចំណុចទី2គឺប្រយ័ត្នពេលធ្វើដំណើរហើយចំណុចទី3គឺត្រូវជ្រើសរើសមិត្តភ័ក្តិដោយប្រុងប្រយ័ត្នចំណុចទី4គឺមានន័យថាមួយឆ្នាំពេញនេះយើងត្រូវតែប្រុងប្រយ័ត្នតែម្ដងហើយចំណុចទី5គួរតែមានន័យថាយកលុយខ្លះដើម្បីទៅមើលសុខភាពខ្លួនឯងព្រោះយើងអាចជួបប្រទះនៅជំងឺរ៉ាំរ៉ៃឡាក់ហើយចំណុចចុងក្រោយគឺការធ្វើសប្បុរសធម៌ដើម្បីបង្កើននៅសំណាងផ្ទាល់ខ្លួនរបស់យើងចូលមកដល់អ្នកដែលកើតឆ្នាំមមែអញ្ចឹងអ្នកដែលកើតឆ្នាំមមែគឺចំណុចទី1សម្រាប់អ្នកដែលរកស៊ីរបស់អនឡាញមានន័យថាយើងអាចតាក់ទាញចំណាប់អារម្មណ៍បានច្រើនអាចទទួលគេឈ្មោះផងដែរអាចទេណាមិនប្រកាសទេព្រោះយើង50-50មានន័យថាតារាសាស្ត្រមិនសំណាងច្រើនអញ្ចឹងជួនកាលធ្វើខុសអាចត្រូវបានគេប៊ូលីនៅក្នុងបណ្ដាញសង្គមឬក៏គេខមមិននន្ទាអីជាដើមឡាក់អញ្ចឹងទៅហើយចំណុចទី2ប្រសិនបើអ្នកមិនមែនជាអ្នកធ្វើការអនឡាញទេធ្វើការដែលថាអត់ចេញមុខចេញមាត់គួរចាំបាច់កុំប្រើបណ្ដាញសង្គមច្រើនពេកហើយចំណុចទី3គួរប្រយ័ត្នចំពោះការចូលនៅក្នុងសង្គមអាចមានគេនិយាយដើមជាដើមចូលមកដល់អ្នកដែលកើតនៅក្នុងខែមមែវិញម្ដងអញ្ចឹងខែមមែគឺសំដៅទៅលើកន្លែងការងាររបស់យើងអញ្ចឹងទី1អាចយើងទទួលថ្មបាក់ពីអ្នករួមការងារទី2យើងអាចទទួលការងារបន្ថែមដែលយើងមិនពេញចិត្តហើយនឹងមានភាពតានតឹងនៅកន្លែងធ្វើការហើយចំណុចទី4គឺអាចជាបាត់បង់នៅទំនាក់ទំនងដែលយើងធ្លាប់មានពីមុនមកអញ្ចឹងចំណុចចុងក្រោយគឺសង្ឃឹមថាអ្នកអាចយកទំនាក់ទំនងនៅក្នុងឆ្នាំ2024ដែលយើងធ្លាប់មាននេះពីព្រោះនៅក្នុងឆ្នាំ2024ឆ្នាំមមែគឺមានតារាសាស្ត្រល្អច្រើនអញ្ចឹងដូចជា The Moon ជាដើមអញ្ចឹងកន្លែងហ្នឹងយើងអាចមានន័យថាយកតំណែងដែលយើងធ្លាប់ចិត្តស្និទ្ធជាមួយគេក្នុងឆ្នាំ2024យកទៅប្រើនៅក្នុងឆ្នាំ2025ថ្មីត្បិតតែតារាសាស្ត្របដូរប៉ុន្តែមនុស្សដែលយើងធ្លាប់មានតំណែងល្អគឺគាត់នៅតែជាមនុស្សដដែលគាត់អត់មានប្រែប្រួលទៅតាមឆ្នាំទេអញ្ចឹងយើងគួរតែយកតំណែងនេះដើម្បីមានថាជួយលើកយោងរិស័យឆ្នាំ2025ចឹងសម្រាប់អ្នកដែលកើតនៅក្នុងថ្ងៃមមែវិញម្ដងចំណុចទី1សម្រាប់អ្នកដែលមានដៃគូគឺស្វែងយល់អំពីទំនាក់ទំនងជាមួយដៃគូរបស់អ្នកចំណុចទី2ត្រូវចេះសម្របខ្លួនជាមួយគ្នាទៅវិញទៅមកហើយចំណុចទី3គឺស្វែងយល់អំពីឫសគល់នៃបញ្ហាដែលមិនយល់ចិត្តគ្នាដោយសារតែឆ្នាំ2025តារាសាស្ត្រមិនល្អច្រើនអញ្ចឹងភាពមិនយល់ចិត្តគ្នាភាពរកម្មរកុសរវាងអ្នកដែលមានគូហើយគឺអត់សូវជាល្អទេអញ្ចឹងយើងត្រូវចេះអត់ធ្មត់ត្រូវចេះមានថាយោគយល់រវាងគ្នានឹងគ្នាទៅវិញទៅមកជាដើមហើយសម្រាប់អ្នកដែលនៅ single គឺត្រូវចេះសម្រេចចិត្តថាអ្វីដែលយើងត្រូវជ្រើសរើសអ្វីដែលយើងមិនត្រូវជ្រើសរើសនេះគឺសំដៅទៅលើដៃគូដែរអញ្ចឹងពេលដែលយើងជួបដៃគូយើងត្រូវមើលដែរថាតើយើងគួរតែយកមិនរបៀបណាគុំនិយាយថាយើងជ្រើសរើសទាំងអស់ដែលអត់មានការពិចារណាវាអាចពេលដែលដៃគូថ្មីដែលចូលមកក្នុងជីវិតយើងនឹងអាចជានាំទុកទោសមកយើងផងដែរដោយសារតែធម្មតាទេតារាសាស្ត្រមិនល្អពេលដែលយើងរើសអីក៏ភាគច្រើនតែខុសអញ្ចឹងបានដើម្បីបញ្ជារឿងនេះគឺមានតែប្រើសមត្ថភាពប្រើសតិបញ្ញាខ្លួនឯងទេដើម្បីជ្រើសរើសអ្វីដែលយើងអាចជ្រើសរើសទៅគិតថាវានឹងល្អសម្រាប់យើងចូលមកដល់អ្នកដែលកើតនៅក្នុងម៉ោងមមែអញ្ចឹងអ្នកដែលកើតនៅក្នុងម៉ោងមមែ
ចំណុចទី1គឺស្វែងយល់អំពីភាពមិនចោះសម្រុងគ្នារវាងអ្នកនិងកូនរបស់អ្នកឬក៏កូនចៅរបស់អ្នកដែលនៅក្រោមបង្គាប់អ្នកហ្នឹងអាចជាតកតងនឹងគម្លាតរវាងវ័យផងដែរជួនកាលយើងអត់យល់គ្នាដោយសារតែអាចថាខុស generation គ្នាអីចឹងណាអាហ្នឹងកន្លែងហ្នឹងចំណុចទី2គឺពេលវេលាល្អសម្រាប់អ្នកស្វែងយល់អំពីគំនិតផ្ទាល់ខ្លួនរបស់អ្នកដោយសារតែពេលខ្លះយើងចេះតែគិតថាបញ្ហាហ្នឹងមកពីគេមិនធ្វើតាមយើងឬក៏អីចឹងប៉ុន្តែយើងត្រូវយល់ថាពេលខ្លះគំនិតយើងអាចថាហួសសម័យក៏ថាបានអញ្ចឹងយើងគួរតែរៀនអំពីគំនិតមានថារៀនអ្វីដែលនៅក្នុងខ្លួនរបស់យើងដើម្បីរបៀបថា upgrade នៅ mindset របស់យើងទៅក្នុងបរិបទនៃសម័យថ្មីនៅក្នុងយុគ9អីជាដើមអញ្ចឹងកន្លែងនេះយើងត្រូវតែសិក្សាអំពីខ្លួនឯងដើម្បីអាចថាសម្របខ្លួនទៅក្នុងបរិយាកាសថ្មីនៅក្នុងយុគសម័យថ្មីចំណុចចុងក្រោយគឺថាមិនមែនជាឆ្នាំល្អទេសម្រាប់ធ្វើការវិនិយោគទុនបាទសូមអរគុណ